Bạnសូមជម្រាបសួរលោកគ្រូអញ្ចឹងនៅពេលដែលលោកគ្រូមានបញ្ហាទាក់ទងជាមួយនឹងការគ្រប់គ្រងការងាររដ្ឋបាលបើសិនជាមិនមានពេលធ្វើបានគ្រប់គ្រាន់ទេលោកគ្រូអាចសាកល្បងប្រើប្រាស់នៅប្រព័ន្ធនេះបានអញ្ចឹងគឺខ្ញុំមានបទពិសោធន៍ធ្វើរយៈពេល9ឆ្នាំហើយទាក់ទងជាមួយនឹងការងារហ្នឹងអញ្ចឹងនៅក្នុងប្រព័ន្ធនេះគឺយើងមានមុខងារជាច្រើនលោកគ្រូអាចបាទពិនិត្យមើលបានទៅហើយយើងបានតាក់តែងរៀបចំបាទយ៉ាងមានរបៀបរៀបរយហើយទៅតាមផ្នែកនីមួយៗបាទអញ្ចឹងមិនថាជាសាលារបស់លោកគ្រូជាសាលាគម្រោងជីបបាទជីប AF ឬក៏ស្តង់ដារគំរូឬក៏ជាសាលាចំណេះទូទៅទេអញ្ចឹងគឺយើងអាចប្រើប្រាស់បានទាំងអស់បាទអញ្ចឹងនៅក្នុងនេះគឺខ្ញុំចង់រៀបរាប់ពីលក្ខណៈពិសេសមួយចំនួននៅក្នុងប្រព័ន្ធហ្នឹងបាទអញ្ចឹងនៅក្នុងប្រព័ន្ធរបស់យើងគឺយើងបានបញ្ចូលបន្ទុកបាទទៅលើសម្បទាទាំង3បាទដែលគ្រប់តាមសេចក្តីណែនាំបាទលេខ54និងលេខ41ថ្មីនេះបាទហើយមួយទៀតគឺយើងអាចបញ្ចូលហត្ថលេខានិងត្រាបានបាទលោកនាយកហ្នឹងគឺយើងអាចបញ្ចូលបានបាទមិនចាំបាច់ឲ្យគាត់វាត្រាច្រើនដងពេកទេបាទអញ្ចឹងគឺយើងកាត់បន្ថយនៃការងារមួយចំនួនជូនគាត់បានបាទហើយមួយទៀតគឺយើងអាចបង្កើតនៅ QR code សិស្សដោយស្វ័យប្រវត្តិបាទនៅក្នុងប្រព័ន្ធហ្នឹងក៏យើងអាចបង្កើតបានដែរហើយយើងអាចបញ្ចូលរូបថតសិស្សដោយស្វ័យប្រវត្តិដែរគឺវាចាប់ទាញចេញពី device computer របស់លោកគ្រូទេបាទអញ្ចឹងយើងអត់ចាំបាច់ធ្វើការបញ្ចូលម្ដងមួយនាំទៅខាតពេលអីទេបាទកន្លែងហ្នឹងបាទហើយមួយទៀតគឺយើងអាចបំលែង file ហ្នឹងបាទទៅប្រើប្រាស់នៅលើទូរស័ព្ទដៃក៏បានឬក៏យើងអាចដាក់ file ហ្នឹងចូលនៅក្នុង Drive បាននៅពេលដែលយើងបំលែងហើយយើងដាក់ចូលនៅក្នុង Google Drive មកហើយយើងអាចបោះ link ឲ្យលោកគ្រូគាត់បំពេញបាននៅពេលដែលលោកគ្រូខ្លះគាត់អត់មានកុំព្យូទ័រទេអញ្ចឹងគាត់អត់ចង់ឬក៏លោកគ្រូអត់ចង់បើកប្រព័ន្ធហ្នឹងប្រើប្រចាំថ្ងៃទេដូចជាការស្រង់វត្តមានសិស្សអីហ្នឹងអញ្ចឹងលោកគ្រូអាចបំលែង file ចេញពីប្រព័ន្ធហ្នឹងហើយបន្ទាប់មកទៀតលោកគ្រូគាត់តែដាក់ចូលនៅក្នុង Google Drive មកហើយយើង copy link ពីហ្នឹងមកគឺយើងអាចបញ្ចូលវត្តមានសិស្សប្រចាំថ្ងៃបានហើយចាំពេលដល់ចុងខែចឹងយើង upload បញ្ចូលនៅក្នុងប្រព័ន្ធវិញទៅបាទជាការស្រេចហើយកន្លែងហ្នឹងហើយយើងមានការបច្ឆេទចន្ទគតិដោយស្វ័យប្រវត្តិហើយតកតងជាមួយនឹងការបច្ឆេទនេះគឺខ្ញុំបានធ្វើយូរឆ្នាំដែរហើយបាទអញ្ចឹងគឺយើងបានរៀបចំហើយបាទអញ្ចឹងយើងមានប៊ូតុងបាទបញ្ជាគ្រប់គ្រាន់មិនថាបាទត្រឡប់មកទំព័រដើមបាទទាញយករក្សាទុកបាទអញ្ចឹងគឺយើងមានបាទទាញយកម្ដងទាំងអស់អីគឺយើងមានដែរអត់ចាំបាច់ទាញយកម្ដងមួយទេបាទអញ្ចឹងដូចជាសភៅតាមដានហ្នឹងយើងទាញយកម្ដងទាំងអស់ហើយយើងអត់ចាំបាច់ធ្វើការទាញយកម្ដងមួយស្លឹកបាទនាំតែខាតពេលទេហើយនៅក្នុងហ្នឹងគឺមាន QR code បាទនៅពេលដែលលោកគ្រូមានបញ្ហាតាក់ទងជាមួយនឹងរបៀបប្រើប្រាស់បាទមិនចង់តាក់ទងផ្ទាល់មកខ្ញុំទេលោកគ្រូអាចធ្វើការ scan នៅ QR code នៅក្នុងហ្នឹងទៅអញ្ចឹងលោកគ្រូអាចមើលបាទនៅវីដេអូនៃការបង្ហាញបាទពីរបៀបប្រើប្រាស់បានហើយបាទអញ្ចឹងការរចនាប័ទ្មរបស់ខ្ញុំនោះគឺសាមញ្ញទេហើយងាយស្រួលគឺយើងរៀបចំទៅតាមប្លុកនីមួយបាទហើយតកតងជាមួយនឹងការងារគម្រោងជីបឬក៏ជីប AF បាទអញ្ចឹងសំខាន់ណាស់លោកគ្រូកន្លែងហ្នឹងគឺយើងមានប្រវត្តិរូបសិស្សលម្អិតបាទដែលលោកគ្រូអាច export បានយកទៅប្រើប្រាស់បាទធម្មតាក៏បានយើងអាចកែប្រែក៏បានដែរបាទអញ្ចឹងយើងមានព័ត៌មានសិស្សបាទតេស្តដើមឆ្នាំតេស្តចុងឆ្នាំបាទនិទេសបាទមុខវិជ្ជាប្រចាំខែប្រចាំឆ្នាំបាទកិច្ចព្រមព្រៀងគ្រូនិងនាយកសាលាកិច្ចព្រមព្រៀងគ្រូហើយនិងអាណាព្យាបាលបាទហើយផែនការ3ឆ្នាំបាទផែនការសិក្សាហ្នឹងបាទផែនការសិក្សា1ឆ្នាំបាទ1ឆ្នាំ3ខែបាទ3ឆ្នាំ6ឆ្នាំបាទសិស្សឡើងនិទេសតាមខែសិស្សឡើងនិទេសតាមមុខវិជ្ជាបាទផែនការលទ្ធផលសិក្សា process បាទនឹងក៏សំខាន់ដែរលោកគ្រូទៅការធ្វើហើយបាទតារាងពិនិត្យឡើងវិញប្រចាំខែបាទកម្រិតថ្នាក់រៀនក៏យើងមានបាទតារាងបូកសរុបលទ្ធផលសិក្សាក៏យើងមានហើយមួយទៀតគឺយើងមានសមាជិកភាពបាទគណៈកម្មការបាទគ្រប់គ្រងថ្នាក់រៀនបាទគណៈកម្មការថ្នាក់រៀនហ្នឹងហើយយើងមានបន្ថែមនៅរចនាសម្ព័ន្ធក៏ដូចជាលិខិតបង្គាប់ការហើយជាស្រេចហើយនៅក្នុងហ្នឹងបាទអញ្ចឹងយើងមានទៀតតកតងជាមួយនឹងការងារថ្នាលបាទ
បាក់ធំ PLP ហ្នឹងក៏យើងមានដែរគឺយើងមានបញ្ជីស្រង់បាទលទ្ធផលតេស្តដើមឆ្នាំចុងឆ្នាំហើយនឹងលទ្ធផលបាទនៅក្នុងថ្នាលហ្នឹងបាទអញ្ចឹងហើយយើងអាចបំពេញបានបាទហើយយើងមានទម្រង់ហ្នឹងដែលយើងអាចបោះពុម្ពយកមកបិទផ្សាយបានដែរបាទអូខេអញ្ចឹងតកតងជាមួយនឹងការងារដើមឆ្នាំវិញបាទតកតងជាមួយនឹងការងារដើមឆ្នាំក៏យើងមានដែរលោកគ្រូបាទនៅក្នុងការងារដើមឆ្នាំហ្នឹងគឺយើងមានបញ្ជីរៀននាមសិស្សបាទមិនថាសិស្សនឹងជាសិស្សថ្មីសិស្សត្រួតសិស្សហារូបករណ៍សិស្សក្រីក្របាទមានសិស្សដែលមានប័ណ្ណសមត្ថភាពបាទសិស្សពិការភាពបាទកំព្រាជនពិការឬក៏ជនជាតិដើមភាគតិចអីក៏យើងមានដែរហើយក៏យើងមានតារាងសម្រងអាយុសិស្សបាទការសម្គាល់ខ្លួនសិស្សហើយនឹងបញ្ជីខ្ចីសិភៅបាទហ្នឹងគឺយើងមានរួចរាល់បាទជាកាផ្លេហើយមួយអញ្ចឹងមួយទៀតតកតងជាមួយនឹងការងារចាំបាច់បាទអញ្ចឹងការងារចាំបាច់ហ្នឹងគឺយើងត្រូវតែស្រង់វត្តមានសិស្សបាទប្រចាំខែនីមួយៗនេះគឺខ្ញុំបានរៀបចំហើយបាទអញ្ចឹងរៀបចំបានគណនាអីរួចរាល់ហើយទាំងប្រចាំខែទាំងប្រចាំឆ្នាំបាទគិតជាភាគរយបាទសិស្សប្រុសសិស្សស្រីគឺយើងរៀបចំរួចជាស្រេចហើយយើងមានតារាងបាទសម្រាប់សម្រងបន្ទុកសិស្សបាទមានប្រចាំខែបាទឆមាសបាទប្រចាំឆ្នាំអីក៏យើងលោតដោយស្វ័យប្រវត្តិដែរមានបាទចំណាត់ថ្នាក់បាទនៅក្នុងចំណាត់ថ្នាក់គឺយើងរៀបចំទៅតាមប្លុកនីមួយៗហើយនៅក្នុងចំណាត់ថ្នាក់នេះគឺយើងបានបែងចែកតាក់ទងជាមួយនឹងលទ្ធផលបាទសិនជាលទ្ធផលសិក្សាហ្នឹងលោកគ្រូយកតែវិជ្ជាសម្បទាគឺយើងមានតែវិជ្ជាសម្បទាទេតែបើយកទាំង3សម្បទាក៏យើងមានហើយយើងមានលទ្ធផលបញ្ចប់ថ្នាក់ទី6ទៀតបាទអញ្ចឹងបានន័យថាមួយហ្នឹងគឺតាក់ទងជាមួយនឹងបាទយក40% នៃសម្បទាទាំង3ហើយនឹង60% នៃលទ្ធផលតេស្តបាទចុងឆ្នាំបាទអញ្ចឹងគឺយើងមានហើយកន្លែងហ្នឹងបាទមានទាំងអស់ហ្នឹងហើយយើងមានតារាងកិត្តិយសដែរតារាងកិត្តិយសគឺយើងមានបែងចែកអីត្រឹមត្រូវបាទអត់មានច្បល់អីពេញហ្នឹងទេគឺយើងអាចចូលទៅតាមផ្នែកនីមួយៗទៅហើយធ្វើការទាញយកហើយនៅក្នុងតារាងកិត្តិយសនេះគឺយើងមាន3ប្រភេទដែរបាទលោកគ្រូអាចពិនិត្យមើលបានបាទនៅតាមបាទវីដេអូដែលខ្ញុំបង្ហាញហ្នឹងអញ្ចឹងយើងមានបញ្ចូលរូបថតដែរអញ្ចឹងការបញ្ចូលរូបថតនេះគឺស្វ័យប្រវត្តិទេលោកគ្រូអត់ធ្វើការបញ្ចូលម្ដងមួយទេបាទគ្រាន់តែចុចថាបញ្ចូលទៅគឺបញ្ចូលទាំងអស់តែម្ដងបាទអញ្ចឹងរាល់រូបថតសិស្សនៅក្នុងប្រព័ន្ធរបស់យើងគឺខ្ញុំសូមបញ្ជាក់ថានឹងស្វ័យប្រវត្តិតែម្ដងបាទអញ្ចឹងយើងមានសិភៅតាមដានបាទសិភៅតាមដានការសិក្សាហ្នឹងគឺយើងបែងចែកជា2ទម្រង់ទៀតបើចង់បានទម្រង់ណាលោកគ្រូយកទម្រង់មួយហ្នឹងទៅបាទហើយយើងមានបាទសិភៅសុខភាពក៏យើងមានដែរបាទលោកគ្រូហើយបាទមាន2ទម្រង់ដូចគ្នាហើយយើងមានបាទរបាយការណ៍ឆមាសបាទនិងរបាយការណ៍ដំណេកឆ្នាំបាទនិទេសសាស្ត្រ ABC បាទប្រចាំខែក៏ដូចជាប្រចាំឆ្នាំគឺយើងមានទាំងអស់ហើយមួយទៀតគឺយើងមានប្រតិបត្តិបន្ទុកដែរបាទអញ្ចឹងតកតងជាមួយនឹងការងារចុងឆ្នាំវិញបាទការងារចុងឆ្នាំគឺយើងមានសាលាកបានឯកតជនបាទបានសរសើរបាទហើយយើងមានសម្រងបន្ទុកបាទតាមមុខវិជ្ជាគឺយើងអាចហៅថា pre score ហ្នឹងហើយបញ្ជី Kobo បាទបញ្ជីសាឡាងថ្នាក់សាស្ត្រួតថ្នាក់បាទហើយយើងមានលទ្ធផលតកតងជាមួយនឹងតារាងឧបសម្ព័ន្ធយើងគឺយើងមានបំណិនសម្បទាចរិយាសម្បទាសិស្សម្នាក់ៗហ្នឹងគឺយើងមានដែរបាទលោកគ្រូអាចទៅបញ្ជាក់ការសិក្សាបាទវិញ្ញាបនបត្របញ្ជាក់ការសិក្សាក៏យើងមានដែរហើយរៀបចំបានស្អាតទៀតផងបាទអញ្ចឹងលោកគ្រូអាចព្រីនបានបាទឲ្យសិស្សហ្នឹងបាទម្នាក់គាត់យកទៅប្រើប្រាស់បានបាទដោយសារតែនៅក្នុងហ្នឹងគឺយើងបានដាក់បញ្ចូលនៅថ្ងៃចាប់ផ្ដើមបាទបវេសនកាលហើយនឹងថ្ងៃបញ្ចប់ការសិក្សាប្រកបនៅក្នុងមួយឆ្នាំហ្នឹងបាទគឺមហាវិស្វកាលហើយយើងមានការងារទូទៅដែរបាទការងារទូទៅមានដូចជាបាទវេនសម្អាតបាទការបច្ឆេទប្រឡងឆមាសបាទបញ្ជីសារពើភ័ណ្ឌបាទក៏យើងមានបាទគោលការណ៍ថ្នាក់រៀនបាទលិខិតទំនាក់ទំនងគ្រួសាររបាយការណ៍ថ្ងៃប្រហោះបាទសំណើសុំច្បាប់បាទផុសគ្រូហ្នឹងគឺយើងមានហើយបាទលិខិតផ្ទេរចេញបាទលិខិតផ្ទេរចេញផុសសិស្សក៏យើងមានដែរបាទហើយ
យើងមានបានទទួលសម្ភារៈបាទការបរិច្ឆេទប្រចាំសប្តាហ៍បាទផែនការថ្នាក់រៀនបាទបញ្ជីសិស្សរៀនយឺតបាទផែនការជួយសិស្សរៀនយឺតបាទក្រុមអធិការកិច្ចបាទប្រជុំការងាររួមបាទផែនការសកម្មភាពប្រចាំខែលោកគ្រូបាទតារាងសុខភាពបាទហើយយើងមានបន្ថែមនៅមុខងារគណនាម៉ោងបង្រៀនប្រចាំខែទៀតដែលលោកគ្រូអាចធ្វើការគណនាបាននៅក្នុងហ្នឹងគឺយើងចង់ដឹងថាមុខវិជ្ជាបាទភាសាខ្មែរបាទនៅក្នុងមួយខែហ្នឹងគឺរៀនប្រហែលម៉ោងអីអញ្ចឹងយើងមានតារាងមួយហ្នឹងឲ្យលោកគ្រូធ្វើការបញ្ចូលបានបាទអញ្ចឹងយើងមានកំណត់ហេតុបាទអញ្ចឹងកំណត់ហេតុគឺលោកគ្រូអាចបាទគ្រាន់តែបំពេញតិចទៅតាមហ្នឹងគឺបានហើយបាទបញ្ជីរាយនាមបេក្ខជនប្រឡងបាទអញ្ចឹងនៅពេលដែលប្រឡងឆមាសអីគឺយើងមានបញ្ជីរាយនាមហើយទៅគ្រូបាទអញ្ចឹងយើងមានតារាងរំលោះសិស្សរៀនយឺតបាទបញ្ជីបូកសរុបផែនការសិស្សបាទបញ្ជីរាយនាមទទួលសម្ភារៈបាទសិស្សដែលទទួលសម្ភារៈហ្នឹងហើយវេនសម្អាតបាទរបស់សិស្សបាទសភៅហើយសភៅវេនសម្រាប់សិស្សបាទសភៅវេនសម្រាប់សិស្សហើយយើងមានបាទសម្រងអត្ថបទប្រចាំថ្ងៃបាទសម្រងវត្តមានអ្នកចូលរួមពលកម្មបាទលិខិតអញ្ជើញហើយនឹងក្របសម្បត្តិនៅទាំងអស់ហ្នឹងគឺមានច្រើនមែនតើនៅក្នុងប្រព័ន្ធរបស់យើងអញ្ចឹងលោកគ្រូសូមប្រើប្រាស់បាទទៅគឺមិនខុសបំណងទេបាទគឺដោយសារតែយើងបានរៀបចំបានច្រើនហើយអញ្ចឹងបើសិនជាលោកគ្រូត្រូវការឯកសារយោងគឺខ្ញុំមានដែរលោកគ្រូអាចធ្វើការ scan នៅបាទនៅក្នុងប្រព័ន្ធរបស់យើងទៅគឺមិនថាជារបៀបប្រើប្រាស់ក៏ខ្ញុំដាក់ដែរហើយឯកសារយោងក៏ខ្ញុំដាក់ដែរហើយអាចចូលរួមជាមួយខ្ញុំបានតាក់ទងជាមួយនឹងបាទគ្រប់ channel បាទហើយបាទមានទាំងគ្រប់បាទមានទាំង channel បាទអញ្ចឹងលោកគ្រូអាចតាមដាននៅលើ Facebook ឬក៏បាទ YouTube បានហើយបើមានបញ្ហាអីតាក់ទងជាមួយនឹងការប្រើប្រាស់បន្ទាន់ហ្នឹងគឺលោកគ្រូអាច scan បាទទៅអ្នកទំនងមកខ្ញុំបានដែរបាទអញ្ចឹងអរគុណច្រើនលោកគ្រូសម្រាប់ការទស្សនានៅវីដេអូនេះខ្ញុំសង្ឃឹមថាប្រព័ន្ធមួយនេះនឹងជួយបាទកិច្ចការងាររបស់លោកគ្រូបានច្រើនបាទសូមអរគុណលោកគ្រូបាទសូមជម្រាបលា